website របស់ក្រសួងមួយនេះគឺសម្រាប់បងប្អូនអ្នកទី12ចូលទៅធ្វើតេស្ត step stone នៅសមត្ថភាពរបស់យើងថាយើងអាចទទួលបាននៅកម្រិតនិទេសមួយណាអញ្ចឹងមិនថាថ្នាក់វិទ្យាសាស្ត្រឬក៏ថ្នាក់សង្គមទេគឺយើងអាចចូលធ្វើបានទាំងអស់គ្នាពីព្រោះអ្នកគ្នាខ្ញុំបានជួបសភាខ្ញុំជាអតីតសិស្សនៅវិទ្យាល័យហ៊ុនសែនស្វាយធំហើយខ្ញុំបានបញ្ចប់ទី12នៅឆ្នាំ2022អញ្ចឹងនៅក្នុងថ្ងៃនេះគឺខ្ញុំមាន website របស់ក្រសួងមួយដែលល្អខ្លាំងមែនទែនសម្រាប់ចែកជូនទៅកាន់អ្នកនរគ្នាដែលនៅក្នុង website របស់ក្រសួងនោះគឺយើងអាចចូលធ្វើតេស្តបានទាំងផ្នែកសង្គមហើយនិងវិទ្យាសាស្ត្រអញ្ចឹងសម្រាប់អ្នកនរគ្នាដែលមានមិត្តភ័ក្តិឬក៏បងប្អូនដែលរៀនថ្នាក់ទី12 complete man send ចូលទៅក្នុងវីដេអូនេះមួយហើយនឹង share ចែកម្លែកទៅកាន់មិត្តភ័ក្តិបងប្អូនដទៃទៀតអញ្ចឹងកុំឲ្យខាត់ពេលវេលាយូររីករាយទស្សនាជាមួយខ្ញុំទាំងអស់គ្នាចេញចូលក្នុង Google ហើយ search exam1.k.kh ហ្នឹងហើយសម្រាប់ link គឺខ្ញុំនឹងដាក់នៅខាងក្រោម comment អានេះគឺជា website របស់ក្រសួងរបស់យើងអូខេអញ្ចឹងយើងចុចចូលមកអញ្ចឹងនៅបន្ទាប់ពីយើងចុចចូលយើងឃើញហើយគឺចុះឈ្មោះអញ្ចឹងបើសិនបើអ្នកគ្នាអត់មានឈ្មោះទេអត់បានចុះឈ្មោះទេអ្នកគ្នាចុចកន្លែងចុះឈ្មោះហ្នឹងមកក៏ប៉ុន្តែបើសិនបើយើងចង់ឲ្យដឹងឲ្យច្បាស់អ្នកគ្នាចូលកន្លែងវីដេអូនេះមកគឺយើងមានពីរបៀបចុះឈ្មោះដែលក្រសួងគាត់ធ្វើដើម្បីបរៀនរបៀបចុះឈ្មោះហ្នឹងហើយអូខេអញ្ចឹងដើម្បីចុះឈ្មោះបានអ្នកគ្នាចុចកន្លែងចុះឈ្មោះហ្នឹងមកហើយអ្នកគ្នាបំពេញតាមកូដនាមរបស់យើងលេខទូរស័ព្ទថ្ងៃខែឆ្នាំកំណើតខេត្តក្រុងឃុំសាលារៀនរបស់យើងហើយឈ្មោះហើយនឹងពាក្យសម្ងាត់របស់យើងកន្លែងឈ្មោះកន្លែងត្រង់នេះអ្នកគ្នាដាក់ឈ្មោះហើយអ្នកគ្នាត្រូវដាក់លេខសម្ងាត់របស់យើងមកដើម្បីយើងយកទៅ register អូខេអញ្ចឹងបន្ទាប់ពីយើងចុះឈ្មោះហើយអ្នកនរគ្នានឹងចូលមកកាន់ទំព័រដើមរបស់យើងនេះវិញមកហើយយើងនឹងដាក់ឈ្មោះរបស់យើងហើយនឹង password របស់យើងអូខេអញ្ចឹងយើង log in ចូលទៅក្នុង password របស់យើងអញ្ចឹងមកអូខេបន្ទាប់ពីយើងចុះឈ្មោះចូលហើយគឺអ្នកនរគ្នានឹងឃើញហើយមុខវិជ្ជានីមួយៗមិនថាខាងវិទ្យាសាស្ត្រឬក៏សង្គមទេអ្នកនរគ្នាព្យាយាមធ្វើទៅអូខេអញ្ចឹងខ្ញុំឧទាហរណ៍មួយគឺខ្ញុំយកទៅលើប្រវត្តិវិទ្យាអញ្ចឹងនៅក្នុងប្រវត្តិវិទ្យានេះគឺយើងមានមេរៀនជាច្រើននៅក្នុងហ្នឹងហើយអញ្ចឹងអ្នកគ្នាព្យាយាមធ្វើយ៉ាងម៉េចធ្វើម្ដងមួយមកធ្វើឲ្យអស់មកអញ្ចឹងខ្ញុំឧទាហរណ៍មេរៀនទី1នេះអញ្ចឹងនៅក្នុងមេរៀនទី1នេះគឺអ្នកទាំងអស់គ្នាអាចចូលធ្វើតេស្តបានហើយបន្តយើងធ្វើទៅលើលេខរៀងទី1មកអញ្ចឹងនៅក្នុងនេះអ្នកគ្នាចុចឆ្លើយនៅកម្រងសំណួររបស់យើងមើលអញ្ចឹងយើងចាប់ដើមឆ្លើយយើងឆ្លើយទៅតាមអ្វីដែលយើងធ្លាប់រៀនមកនៅក្នុងសៀវភៅរបស់យើងគឺយើងឆ្លើយមកទាំងអស់មកអញ្ចឹងបន្ទាប់ពីយើងឆ្លើយរួចហើយគឺអ្នកនរគ្នាអាចផ្ទៀងផ្ទាត់នៅនាទីរបស់យើងថារយៈពេលដែលយើងឆ្លើយសំណួរទាំងអស់នេះគឺយើងអាចប្រើពេលប្រហែលនាទីដើម្បីឆ្លើយអញ្ចឹងយើងអាចនៅពេលដែលយើងប្រឡងមែនទែនអ្នកនរគ្នាគណនាម៉ោងធ្វើម៉េចត្រូវតាមហ្នឹងមកគឺអូខេបន្ទាប់ពីឆ្លើយហើយអ្នកនរគ្នាចុចឲ្យកន្លែងការឆ្លើយត្រូវបានបញ្ចប់ហ្នឹងមកអញ្ចឹងយើងអាចទៅធ្វើតេស្តនៅមេរៀនឬក៏លំហាត់ផ្សេងៗទៅតាមមុខជំនាញរបស់អ្នកនរគ្នាអញ្ចឹងដើម្បីអាចឆែកប្រតិបត្តិការបន្ទុកបានអ្នកនរគ្នាដាក់កន្លែងស្នើទាំងអស់ហ្នឹងមកហើយដាក់ស្នើទាំងអស់នឹងបញ្ចប់យ៉ាងមកអូខេអញ្ចឹងអ្នកនរគ្នានឹងឃើញពីប្រតិបត្តិការបន្ទុកហើយបន្ទាប់ឬក៏មួយទៀតអ្នកនរគ្នាចុចកន្លែងត្រី3ហើយយកពាក្យទីតាំងគ្រប់គ្រងបន្ទាប់មកអ្នកនរគ្នានឹងឃើញពីប្រតិបត្តិការបន្ទុកដែលអ្នកនរគ្នាធ្លាប់ធ្វើហើយអញ្ចឹងខ្ញុំបញ្ជាក់ជូនអ្នកនរគ្នាសម្រាប់ website នេះគឺយើងធ្វើតែ step stone នៅសមត្ថភាពរបស់យើងទេអញ្ចឹងបើសិនបើយើងធ្វើបានល្អគឺយើងព្យាយាមធ្វើមកឲ្យកាន់តែល្អទៅប៉ុន្តែបើយើងធ្វើមិនសូវបានល្អទេយើងខំព្យាយាមបន្តទៀតទៅយើងនៅសល់ពេលប្រហែលជា30ថ្ងៃជាងទៀតដែរអញ្ចឹងបើសិនបើអ្នកនរគ្នាពេញចិត្តនៅវីដេអូមួយនេះ complete ចុច like and share follow ខ្ញុំនេះផងជួបខ្ញុំនៅវីដេអូបន្ត see you in the next video